មកស្គាល់ផ្សារអណ្ដែតទឹកដែលធំជាងគេនៅប្រទេសថៃផ្សារអណ្ដែតទឹកនៅប្រទេសថៃគឺមានច្រើនកន្លែងណាអ្នកទាំងអស់គ្នាទាំងអស់15កន្លែងហើយកន្លែងដែលខ្ញុំទៅនេះគឺជាផ្សារអណ្ដែតទឹកដែលធំជាងគេនៅប្រទេសថៃអញ្ចឹងឈ្មោះផ្សារខ្ញុំដាក់នៅលើវីដេអូនេះហើយខ្ញុំអានឈ្មោះផ្សារនឹងអត់ដាច់ទេជាងពីបាងកកមកលេងផ្សារអណ្ដែតទឹកនេះខ្ញុំចំណាយពេល1ម៉ោងកន្លះអញ្ចឹងចំពោះសបាត់វិញរៀងថ្លៃបន្តិចហើយការខ្ញុំទៅនេះដូចជា1500បាតដូចជាសុំគេចាស់1000បាតដែរហើយគេគិតជាម៉ោងហើយយើងត្រូវជិះទូករហូតទៀតហើយកន្លែងនោះគឺគេចង់ថាប្រជាជនគេជួយគ្នាប្រហែលជាគាត់ធ្វើជាសមាគមនៅក្នុងភូមិហ្នឹងអញ្ចឹងទៅនៅពេលដែលគាត់ដឹកយើងគឺគាត់ឈប់រកកន្លែងដែលគេលក់អីវ៉ាន់អនុស្សាវរីយ៍អីផ្សេងៗដើម្បីឲ្យភ្ញៀវចូលទិញអញ្ចឹងណាហើយគាត់ព្យាយាមជប់តិចតិចតាមអ្នកលក់អញ្ចឹងដើម្បីយើងចូលទិញអីអញ្ចឹងណាតែយ៉ាងហ្នឹងយើងទិញក៏បានអត់ក៏បានដែរហើយនៅក្នុងភូមិហ្នឹងគឺសបោដាំដងច្រើនមែនតើហើយនៅកន្លែងនោះដែរក៏គេមានជាកុំផ្សារលក់អនុស្សាវរីយ៍អីផ្សេងៗអញ្ចឹងណាចឹងទីតាំងដែលខ្ញុំកំពុងតែចូលនេះប្រហែលជាគាត់ទៅធ្វើដែរនេះខ្ញុំតាមដែលខ្ញុំមើលឃើញណាព្រោះគេរៀបចំមកតន់ហើយមកដល់វគ្គកន្លែងនេះគឺគេហៅយើងមកភ្លក់ស្ករដូងណាហើយស្ករដូងហ្នឹងគេភ្លក់ឲ្យយើងហ្វ្រីបន្តមកគេមានលក់ជាគីឡូឬក៏ខាំអីចឹងទៅហើយកន្លែងហ្នឹងគឺគេលក់សូវ៉ានីគេលក់ស្ករគ្រាប់លក់ក្រែមអីចឹងតែរៀងថ្លៃខ្ញុំនិយាយដល់រឿងក្រែមដូងនៅកន្លែងមិញហ្នឹងដែលមកភេទខ្ញុំទិញហើយវាទិញឡើង150បាត150បាតស្មើនឹងប្រហែលជា16000អីបាទបើសិនជាលុយថៃឡើងចាំមើលវគ្គមិត្តភក្តិខ្ញុំម្នាក់ទៀតគាត់ចង់ទិញក្រែមដូងដែរប៉ុន្តែគាត់ទិញហាងផ្សេងហើយចាំមើលតម្លៃមែនជាមកផតតែរឿងដែលមានគេបោករឿងតម្លៃនោះជារឿងធម្មតាទេចឹងយើងមានតែខាងមកសង្កត់ចិត្តទទួលយកទៅណាផ្សារអណ្ដែតទឹកនេះគឺល្បីណាស់អ្នកនរគ្នាល្បីដល់ថ្នាក់ខាង Hollywood គេយកមកធ្វើរឿងណារឿងរបស់ James Bond ណាអ្នកនរគ្នាសង្ឃឹមថាខ្មែរយើងនឹងអាចធ្វើផ្សារអណ្ដែតទឹកមួយដ៏ធំអញ្ចឹងបាននៅថ្ងៃណាមួយហើយខ្ញុំគិតថាទីតាំងគួរតែនៅ Siem Reap គឺជាខេត្តមួយដែលល្អបំផុតដើម្បីធ្វើផ្សារអណ្ដែតទឹកនេះហើយការដែលខ្ញុំទៅនេះគឺខ្ញុំចាយពេល2ម៉ោងនៅនឹងដោយសារតែខ្ញុំមាន plan ផ្សេងទៀតត្រូវទៅបន្តពីកន្លែងហ្នឹងដែរតែជាក់ស្ដែងទៅ2ម៉ោងហ្នឹងគឺខ្ញុំដើរមើលអត់ចង់អស់ផងហើយនេះខ្ញុំដើរកាត់ខ្លះហើយណាបន្ទាប់មកគេនាំយើងទៅវត្តហើយវត្តហ្នឹងគឺចំណាយពេលប្រហែលជា10-20នាទីចេញពីកន្លែងហ្នឹងទៅតិចទៀតខ្ញុំនាំអ្នកទាំងអស់គ្នាឲ្យស្គាល់វគ្គសប្បាយហ្មងលឺសំឡេងនឹងដល់លបឿនអ្នកនរគ្នាម្ចាស់តូបនេះដាក់ពួកខ្ញុំឡើងបាសសក់ជ្រងតែម្ដងលឿនដូចនឹងផ្ទះឥឡូវនេះគឺម្ដងវត្តហើយអ្នកនរគ្នាវត្តឆាត់ថាយាការ៉ាមហើយនេះខ្ញុំអានអត់ត្រូវទេខ្ញុំអត់ដឹងចេះភាសាថៃទេខ្ញុំអានតាម Google Translate ទេហើយលុយមែនតើចូលមកដល់មានគេសាពះសុំលុយយូរវ៉ាលុយមែនតើបើយើងមិនហើយវាដូចជាដាច់ចិត្តពេកត្រូវបានបនខ្លះចឹងណាចឹងយើងចូលមកសំពះព្រះពុទ្ធអង្គហើយបនសងសុខរីសុខចឹងណាហើយក៏ចេញមកទីតាំងវត្តគេនេះស្អាតអ្នកនរគ្នាឃើញខ្ញុំថតនេះគឺដឹងតែស្អាតហើយយើងចេញមកថតរូបពី3ប៉ោះថតវីដេអូខ្លះអីខ្លះទុកផុសអីចឹងណានេះចឹងពីវត្តហ្នឹងគឺគេឲ្យយើងបានចំណីត្រីហ្វ្រីអ្នកទាំងអស់គ្នាដើម្បីយកបុណ្យសាកុសលកុំឲ្យប្រាក់បោកទៀតអានេះមិត្តភក្តិខ្ញុំអ្នកបននេះណាមិនខ្ញុំមីហើយមើលត្រីគេឡើងធំមែនតើអ្នកទាំងអស់គ្នាអើយចុងវីដេអូនេះគឺខ្ញុំមានច្រើនទៀតដែលខ្ញុំទៅលេងថៃចឹងចាំជួបគ្នានៅវីដេអូបន្តទៀតណាបាយបាយ